ថ្នាក់គេអានតា870លាន465,250សូមស្វាគមន៍មកកាន់ page បឋមថ្ងៃនេះផងដែរ page បឋមមានកិត្តិយសសូមជូននៅវីដេអូមួយស្ដីអំពីការបង្រៀនអំពីគណិតវិទ្យាថ្នាក់ទី6ត្រង់មេរៀនទី1ចំណងជើងចំនួនយើងបានលើកយកនៅចំណុចរងមួយគឺអំណាចនិងសំណេរចំនួនមកបង្ហាញនៅក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះដើម្បីជាស្ពានចម្លងទៅការមេរៀនការយល់មេរៀនកាន់តែច្បាស់ខ្ញុំបានទម្លាក់នៅឧទាហរណ៍មួយគឺចំនួននេះអ្នកគ្នាចំនួននេះតើគេអានវាយ៉ាងម៉េចគេអានវាបានប្រមាណរបៀបហើយគេសរសេរវាយ៉ាងម៉េចតោះយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងនៅក្នុងចំនួនខាងលើហ្នឹងគេអាចអានវាបានពីរបៀបឬក៏ពីរបែបគឺគេអានវាតាមថ្នាក់និងអានវាតាមខ្ទង់យើងចូលទៅការអានតាមថ្នាក់វិញម្ដងខ្ញុំបានទម្លាក់តារាងមួយដែលនេះគឺជាតារាងបង្ហាញអំពីការអានតាមថ្នាក់អញ្ចឹងថ្នាក់យើងគឺមានថ្នាក់3គឺមានថ្នាក់ឯកតាថ្នាក់ពាន់និងថ្នាក់លានខ្ញុំយកចំនួនខាងលើយកមកដាក់តាមថ្នាក់វានីមួយៗយក250គឺដាក់នៅក្នុងថ្នាក់ឯកតា465យកវាទៅដាក់នៅក្នុងថ្នាក់ពាន់រីឯ870ខ្ញុំយកវាទៅដាក់នៅក្នុងថ្នាក់លាននេះអញ្ចឹងអ្នកទាំងអស់គ្នាឃើញណាលេខនេះឃើញហើយថ្នាក់លាននេះគឺក្នុងថ្នាក់ពាន់ហើយនេះគឺនៅក្នុងថ្នាក់ឯកតាអញ្ចឹងតាមថ្នាក់គេអានថា870លាន465,250ចឹងខ្ញុំសូមអានឲ្យស្ដាប់ម្ដងទៀតការអានថ្នាក់គេអានតា870លាន465,250ចំណែកការសរសេរវិញគេសរសេរបានបែបនេះនេះគឺជាការសរសេរគឺ870លាន465,250នេះគឺជាការអានតាមថ្នាក់មួយរបៀបទៀតគេអានវាតាមខ្ទង់នេះរបៀបអានតាមខ្ទង់ខ្ញុំតម្លាក់តារាងដូចបាញ់មិញអញ្ចឹងប៉ុន្តែវាខុសគ្នាត្រង់ថាតារាងបាញ់មិញគឺមានគេបែងចែកវាថ្នាក់ប៉ុន្តែតារាងខាងលើនេះគឺអានតាមខ្ទង់នេះគឺអត់មានថ្នាក់ទេគឺមានទឹកខ្ទង់ទេណាគឺមានទឹកខ្ទង់លានខ្ទង់សែនខ្ទង់ម៉ឺនខ្ទង់ពាន់ខ្ទង់រយខ្ទង់10ខ្ទង់រាយអញ្ចឹងតាមលេខខាងលើនោះគេអានថា870លាន465,250ខ្ញុំសូមអានម្ដងទៀតការអានតាមខ្ទង់គេអានថា870លាន465,250ចំណែកការសរសេរវិញគឺគេសរសេរបែបនេះនេះគឺជាការសរសេរបែបតាមខ្ទង់គឺ870លាន465,250អូខេបាទអញ្ចឹងវីដេអូខ្ញុំបង្ហាញអំពីអំណាចសំណេរចំនួនគឺបានចប់ត្រឹមប៉ុណ្ណឹងចំណែកលំហាត់គឺខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូបន្ទាប់ទៀតអញ្ចឹងសូមអរគុណនិងសូមជម្រាបលាសម្រាប់ហើយម្យ៉ាងទៀតក៏សូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាមានពីខុសឆ្គងត្រង់ចំណុចណាមួយសូមខន្តីនិងបិទទោសបាទសូមអរគុណហើយសូមជម្រាបលា